ក្លឹបបាល់ទាត់ភ្នំពេញក្រោនឯកសណ្ឋានពណ៌ក្រហមជាម្ចាស់ផ្ទះទទួលក្រុមភ្ញៀវ ISI ដង្កោសែនជ័យឯកសណ្ឋានពណ៌ខៀវបាទក្នុងការប៉ុនប៉ងយើងឃើញថាភ្នំពេញក្រោនបង្កើតឱកាសល្អៗជាច្រើនផងដែរត្រង់នេះបាទគឺទាត់កាច់រហូតបាទខុសគោលដៅចំណែកត្រង់នេះវិញការបាទរបូតការគ្រប់គ្រងហើយភិរដ្ឋក៏ព្យាយាមសុទ្ធប៉ុន្តែមិនបានសម្រេចនោះទេសាទីនៅក្នុងការប្រកួតនេះក៏សកម្មណាស់ដែរបាទព្យាយាមទាត់គូមួយជើងត្រង់នេះខ្ទាតពីខ្សែការពារសេចក្ដីប្រសិទ្ធបាទដល់ដៃរបស់អ្នកចាំទីវរៈវឌ្ឍនាបាទចំណុចនេះហើយដែលកើតឡើងនៅក្របបាល់ទី1តាមរយៈការបញ្ជូនឆ្ងាយ Bruno Hernandez បញ្ជូនចូលក្នុងប្រអប់ហៅសុកណេតរត់មកដណ្ដើមទីតាំងបានយ៉ាងល្អនិងពេនបញ្ចូលទីគ្រាប់នាំមុខលើកដំបូងនៅក្នុងការប្រកួតបាទ Bruno គៀសមួយបាទកោងធ្លាក់ទំនងមែនតែនសុកណេតបដលបាទពេនបញ្ចូលទីបាទសម្រាប់ការបញ្ជូនត្រង់នេះវិញបាទគឺបាទធ្វើបានយ៉ាងល្អហើយក៏កាត់មកតែការតែតរបស់ Moses Dyer បាទប៉ះនឹងរបាទីខ្ទាតចេញក្រៅបាទបន្តមកទៀតឡុងភិរ៉ាត់ក៏ព្យាយាមទាត់មុំតូចតែមិនចំគោលដៅនេះទេបាទការបញ្ជូនបាល់ដោយភិរ៉ាត់ថ្មីម្ដងទៀតបាទមួយជើងពីក្រៅប្រអប់តែចំជំហរដោយបាទកីឡាករ Vinin បាទឈិន Vinin ទាត់មកបន្តមកទៀតក៏មានបាទការទាត់កាត់ចូលទៅក្នុងតែមិនចំគោលដៅការបត់របស់បាទកីឡាករហើយសុកណេតបាទសុកណេតបញ្ជូនបាទទាត់ពីក្រៅប្រអប់ត្រង់នេះមិនចំគោលដៅទេបាទបន្តទៅទៀតបាទបញ្ជូនត្រង់នេះព្យាយាមតែដោយ ISI កីឡាករហើយសុកណេតតែមិនបានសម្រេចការបញ្ជូនកាត់របស់ភ្នំពេញក្រោយត្រង់នេះទៀតប៉ុន្តែនីអាតូមិនអាចទាត់ចំបាល់នោះទេការបញ្ជូនត្រង់នេះមកតែទៅមិនចំគោលដៅទៀតបាទបន្តមកវិញការរុញឲ្យលងមិញហៅបាទអនដាក់ស្នូស្កេត្រង់នេះក៏ល្អណាស់ដែរតែបាល់បាទប៉ះដៃអ៊ុំវិចិត្រនិងបុករបាបាល់ free kick បាទធ្លាក់មកសាទីក៏ដេកខ្លួនទាត់មួយតែក៏មិនចំគោលដៅទៅទៀតពីក្រៅប្រអប់ឯនេះវិញផាក់យ៉ុងរុញឲ្យ Breno កាត់ទៅបាទមិនចំគោលដៅអៀមរតនាបាទរត់តែត្រង់នេះក៏ចំខ្សែការពារហើយនេះហើយដែលកាត់ឡើងជាគ្រាប់បាល់ទី2បាទឡើងមកអស់ដើម្បីរកគ្រាប់បាល់សល់តែអ្នកចាំទី1យ៉ាគីតេបាទទៅទៀតបណ្ដាបាទបញ្ឆោតមួយផុតវិចិត្រហើយក៏សុទ្ធបញ្ចូលទីបានយ៉ាងល្អគ្រាប់បាល់ទី2និងជាគ្រាប់បាល់ចុងក្រោយសម្រាប់ការប្រកួតបាទពីព្រីរីរបស់ក្រុមអ្នកគាំទ្រក៏ដូចជាកីឡាករហើយយ៉ាងណាក៏ដោយយើងឃើញមានបាល់ត្រង់នេះមួយទៀតបាទរៀបរៀងបានដោយ Miguel Rodriguez លោកអញ្ញាកណ្ដាលក៏ប្លង់បញ្ចែកបញ្ចប់ការប្រកួតជាផ្លូវការ